ឈប់សិនតើដីដំបូកជាអ្វីទៅចាំបន្តិចខ្ញុំនឹងបញ្យល់នេះថ្ងៃនេះពួកយើងបានយកលទ្ធផលស្រាវជ្រាវទៅចែកម្លែកជាមួយកសិករព្រោះពួកគាត់គឺជាអ្នកដែលពាក់ព័ន្ធផ្ទាល់ជាមួយដីដំបូកទាំងនេះជាងគេតាមការសិក្សាដីដំបូកអាចជួយដីមានជីវជាតិល្អហើយក្នុងករណីខ្លះក៏អាចជួយបង្កើនទិន្នផលស្រូវបានផងដែរហើយកសិករខ្លះយកដីដំបូកដាក់នៅក្នុងស្រែដោយសារតែដីដំបូករក្សាទឹកបានល្អនិងមានជីវជាតិជាងមុនមិនតែប៉ុណ្ណោះដីដំបូកក៏មានសារៈសំខាន់សម្រាប់បរិស្ថានវាជាកន្លែងដែលសត្វនិងរុក្ខជាតិជាច្រើនអាចជ្រកកោនបានទាំងនៅរដូវប្រាំងនិងរដូវវស្សាហើយវាក៏ជួយផ្ទុកកាបូននៅក្នុងដីផងដែរប៉ុន្តែបើដីដំបូកមានប្រយោជន៍បែបនេះហេតុអ្វីបានជាវាកំពុងបាត់បង់ហើយតើយើងអាចធ្វើអ្វីបានខ្លះដើម្បីជួយអភិរក្សនិងថែរក្សាវាបាទពួកយើងបានសួរសំណួរទាំងនេះទៅកាន់កសិករហើយពិភាក្សាជាមួយគ្នាដើម្បីស្វែងរកគំនិតនិងដំណោះស្រាយដែលអាចធ្វើទៅបានជាការពិតដីដំបូកក៏អាចបង្កផលលំបាកខ្លះៗដល់កសិករផងដែរដូចជាពិបាកឲ្យគោយន្តចូលខ្លាចជាជម្រកសម្រាប់សត្វល្អិតមួយចំនួននិងត្រូវការកម្លាំងពលកម្មនៅក្នុងការប្រើប្រាស់សម្រាប់ពួកយើងមតិនិងបទពិសោធន៍របស់កសិករពិតជាមានសារៈសំខាន់ណាស់ព្រោះវាជួយឲ្យការស្រាវជ្រាវកាន់តែស្របទៅនឹងស្ថានភាពសង្គមពិតជាក់ស្ដែងនៅក្នុងសហគមន៍របស់យើងហើយតាមរយៈការចូលរួមរបស់ពួកយើងសង្ឃឹមថានឹងអាចស្វែងរកដំណោះស្រាយល្អៗដើម្បីអភិរក្សដីដំបូកទាំងនេះសម្រាប់អនាគតរបស់កសិករនិងបរិស្ថានរបស់យើងទាំងអស់គ្នាជាចុងក្រោយពួកយើងសូមធ្វើការអរគុណយ៉ាងជ្រាលជ្រៅដល់កសិករក្រុមការងារនិងដៃគូទាំងអស់